បាទសួស្តីបងប្អូនទាំងអស់គ្នាហើយវីដេអូនេះបាទខ្ញុំនិយាយបន្តិចបងប្អូនទាំងអស់គ្នាពីព្រោះថាមានបងហើយលោកគ្រូមួយចំនួនដែលគាត់តែងតែបង្រៀនឲ្យយើងរកលុយពី YouTube ណាបងប្អូនទាំងអស់គ្នាហើយនេះគឺជា channel របស់ខ្ញុំតែម្ដងបងប្អូនទាំងអស់គ្នាហើយជាលើកដំបូងរបស់ខ្ញុំហើយដែលខ្ញុំបានបង្កើតនៅ channel មួយនេះហើយខ្ញុំជាអ្នកថ្មីខ្ញុំមិនដឹងអីទេបងប្អូនទាំងអស់គ្នាដូច្នេះហើយបានបងប្អូនទាំងអស់គ្នាខ្ញុំតែងតែផលិតនៅវីដេអូរបស់ខ្លួនឯងឬក៏ជាក្រុមការងាររបស់ខ្ញុំអីចឹងទៅគឺខ្ញុំផុសចូលចឹងទៅបងប្អូនទាំងគ្នាហើយសម្រាប់នៅឆ្អឹង channel YouTube របស់ខ្ញុំនេះគឺមិនប្រកាសថាអាចរកប្រាក់ចំណូលបានទេបងប្អូនទាំងគ្នាទោះបីជាវាគ្រប់គោលការណ៍ហើយក៏ដោយបងប្អូនបាទដោយសារអីបងប្អូនទាំងគ្នាដោយសារតែវីដេអូរបស់យើងហ្នឹងគឺវាអត់មានភាពទាក់ទាញវាអត់មានស្អីដែលគេចូលចិត្តមើលបងប្អូនទាំងគ្នាបាទហើយមានបងប្អូនខ្លះគេតែសួរលោកគ្រូមួយចំនួនបាទហើយលោកគ្រូមួយចំនួនក៏គាត់មានសមត្ថភាពក្នុងការបង្រៀនការចែករំលែកទៅការបង្កើត channel YouTube បែបម៉េចធ្វើឲ្យត្រូវស្តង់ដារហើយធ្វើយ៉ាងម៉េចកុំឲ្យខុសគោលការណ៍បាទហើយគាត់មានជំនាញរបស់គាត់ហើយប៉ុន្តែយើងខ្សែក្រោយនេះបងប្អូនយើងមិនអាចធ្វើដូចគាត់ឬក៏ដើរតាមគាត់ហើយសិតតែជោគជ័យទេបងប្អូនទាំងអស់គ្នាបាទហើយបងប្អូនតែងថាតើគួរតែធ្វើវីដេអូបែបណាដើម្បីឲ្យមានអ្នកមើលនៅក្នុង channel YouTube របស់យើងបងប្អូនអរគ្នាតាមកាប់ពិតទៅបងប្អូនបើសិនជាយើងមានគ្នាត្រឹមតែ2ឬក៏3នាក់សុខចិត្តថតរឿងកំ pl ែងបងប្អូនទាំងអស់គ្នាគឺថាមានអ្នកចូលចិត្តមើលច្រើនមែនទែនបងប្អូនទាំងអស់គ្នាហើយកាលណាដែលយើងចែករំលែកលុះត្រាតែយើងមានបទពិសោធន៍នៅយូរណាបាទតម្រាំតែយើងអាចមាន friend មានអីមាន top fan អីអាចតាមដានយើងបានអញ្ចឹងណាបាទហើយបងប្អូនមិនមែនថាការបង្រៀនគេចែករំលែកគេសិតតែជោគជ័យទាំងអស់ទេបងប្អូនហើយដើរតាមគេមិនប្រកាសតែជោគជ័យទេបងប្អូនគ្រាន់តែថាយើងដើរតាមគេនោះគឺដើរតាមស្អីដើរតាមដើម្បីយកចំណេះក្នុងការបង្កើត channel YouTube ហើយយើងធ្វើ post វីដេអូរបស់យើងធ្វើយ៉ាងណាដើម្បីកុំឲ្យខុសគោលការណ៍របស់ YouTube បងប្អូនណាបាទដូច្នេះយើងគ្រាន់តែរៀនតាមគេតែប៉ុណ្ណឹងទៅបានហើយឬក៏ការស្នើសុំទៅក្រុមហ៊ុនភ្នាក់ងារខាង YouTube បាទដែលយូរហេតុអ្វីបានជាលុប channel យើងអញ្ចឹងយើងរៀនតាមតែលោកគ្រូប៉ុណ្ណឹងបានហើយតែសម្រាប់វីដេអូយើងគួរតែផលិតហើយយើងមាន credit ខ្លួនយើងផ្ទាល់តែម្ដងបងប្អូនអរគ្នាបាទហើយមានបងប្អូនថាលោកគ្រូតើគួរផលិតវីដេអូបែបណាដើម្បីឲ្យមានចូលទស្សនានៅក្នុង channel YouTube របស់យើងបងប្អូនបាទហើយសម្រាប់ខ្ញុំវិញគឺខ្ញុំអត់ដែលបានសួរអញ្ចឹងទេបងប្អូនណាយើងគន់តែសួរខ្លួនឯងតើយើងជំនាញខាងអីបាទហើយខ្ញុំនេះគឺខ្ញុំនិយាយនេះមិនមែនថាអត់ដើម្បីឲ្យបងប្អូនចូលមើលក្នុង channel YouTube របស់ខ្ញុំទេបាទគឺខ្ញុំចង់និយាយលេងធម្មតាបងប្អូនខ្ញុំចែករំលែកខ្ញុំដើរលេងតាណាគឺខ្ញុំថតនៅកន្លែងនេះបាទហើយជាពិសេសគឺខ្ញុំមិនចង់ឲ្យ channel YouTube របស់ខ្ញុំហ្នឹងគឺថាຕົកចោលទេបងប្អូនឧទាហរណ៍ថាបងប្អូនកាលណាដែលយើងបង្កើត channel YouTube បើយើងຕົកចោលបងប្អូនដូចជាយើងមានផ្ទះមួយហើយយើងបិទទ្វារចោលហើយដីវាហុយចូលបងប្អូនអរគ្នាដោយសារតែយើងមិនបានសម្អាតហើយដូចជាយើងធ្វើវីដេអូផុសជារៀងរាល់ថ្ងៃបងប្អូនយើងកុំគោលបំណងចង់ឲ្យតែគេមើលបងប្អូនណាបាទយើងធ្វើ YouTube ផុសវីដេអូជារាល់ថ្ងៃទោះបីជាបងប្អូនមិនបានចូលមើលនៅក្នុង channel YouTube យើងក៏ដោយក៏មានន័យថាយើងនឹងគឺថាមកមើលផ្ទះរបស់យើងគឺថាបោសសម្អាតផ្ទះរបស់យើងជារៀងរាល់ថ្ងៃបងប្អូនអរគ្នាអញ្ចឹង channel របស់យើងគឺយើងផុសវីដេអូជារៀងរាល់ថ្ងៃជារៀងប្រចាំក៏ធ្វើឲ្យ channel របស់យើងហ្នឹងគឺវាស្អាតដែរបងប្អូនទាំងអស់គ្នាបាទណាបាទហើយខ្ញុំតែងតែឃើញបងប្អូនមួយចំនួនដែលគាត់មានជំនាញចេះខ្លាំងមែនទែនបងប្អូនណាគឺគាត់អាចរកលុយពី YouTube នេះគឺថារាប់ម៉ឺនដុល្លារបងប្អូនប៉ុន្តែយើងធ្វើមិនបងប្អូនបាទពីព្រោះថាមុននឹងគាត់បានដើរដល់ចំណុចនេះបងប្អូនគឺគាត់ចំណាយស្អីខ្លះបងប្អូនគាត់រៀនអស់ស្អីខ្លះបងប្អូនបាទហើយយើងគ្រាន់តែរៀនតាមគេបងប្អូនមិនបានទៅរៀនជាមួយគ្រូណាទេបាទគ្រាន់តែយើងឧស្សាហ៍ព្យាយាមមើលលោកគ្រូនៅតាម YouTube គឺយើងមានសំណាងណាស់ហើយបងប្អូនបាទ